ចម្លើយមកត្រឹមត្រូវពីមិត្តយើងដៃចាស់ហើយមិត្តទាំងអស់គ្នាដែលចម្លើយនេះគឺដែលខ្ញុំសួរមិត្តទាំងអស់គ្នាថាពេលដែលយើងបើករកលុយជាមួយនឹង Facebook ហ្នឹងយើងយកគេហៅថា profile តខ្លួនរបស់យើងមកបើកគេហៅថា page អាជីពហើយនឹងយក page មកធ្វើការរកលុយហ្នឹងមួយណាងាយជាងហើយក៏ស្រួលជាងហើយក៏គេហៅថាសុវត្ថិភាពជាងបាទខ្ញុំបានចម្លើយហើយ ចម្លើយដែលត្រឹមត្រូវហ្នឹងគឺវាមានទាំងពីរហ្នឹងយើងយកមួយណាក៏បានដែរក៏ប៉ុន្តែបើសិនជាយើងយកឲ្យស្រួលហ្នឹងគឺយើងត្រូវយកលក្ខណៈជាភេកបាទហើយបានជាពួកគាត់ណែនាំថាឲ្យយកជាភេកបាទឧទាហរណ៍ថាយើងប្រៀបធៀបបែបនេះណាFacebook តខ្លួនរបស់យើងមកបើកគេហៅថាម៉ូតរកលុយហ្នឹងជួនកាលប្រទេសខ្លះហ្នឹងគឺអត់បើកឲ្យយើងរកលុយដូចជាប្រទេសខ្មែរប្រទេសហ្នឹងគឺយើងមិនសូវមានការបើករកលុយទេបាទអញ្ចឹងបើសិនជាមានបញ្ហាបើសិនជាមានខូចមានអីហ្នឹងគឺយើងអាចបាត់បង់នៅគេហៅថា Facebook នឹងតម្រង់មកទាំងអស់គ្នាបាទហើយក៏វាមិនដូចជា page បាទបើសិនជា page បើសិនជាមានបញ្ហាមួយយ៉ាងឧទាហរណ៍ថាបញ្ហា admin បាទបញ្ហា admin ហ្នឹងគឺបើសិនជាយើងមានបញ្ហា admin យើងអាចដក admin ចេញហើយយើងផ្លាស់ប្ដូរយក admin ថ្មីហ្នឹងយកមកប្រើការបានហ្នឹងហើយយក admin ផ្សេងមកបាននេះគឺជាចំណុចសំខាន់សម្រាប់យើងបើកូដគេហៅថាយកនៅគេហៅថា page មកធ្វើការរកលុយមកទាំងនេះខ្ញុំបានចំណុចសំខាន់ហ្នឹងបានមកពីអាចារ្យដែរទៅមកទាំងនេះគាត់តាមណែនាំមកនេះបាទហើយក៏ហ្នឹងហើយបើសិនជាយើងយក page មកធ្វើការបើករកលុយហ្នឹងគឺប្រៀបដូចជាយើងចាក់សោផ្ទះហ្នឹងបាទហ្នឹងហើយ ចាក់សោផ្ទះឲ្យវាហៅថាបើសិនជាសោនឹងខូចបាទបើសិនជាសោនឹងខូចយើងអាចបកសោនឹងចេញហើយយើងអាចទិញសោថ្មីយកមកដាក់បាននេះគឺជាការប្រៀបធៀបរបស់គាត់គឺមិនល្អណាស់បាទអញ្ចឹងមិត្តយើងទាំងអស់គ្នាបើសិនជាយកឲ្យស្រួលណាគឺយើងត្រូវយកគេថាហេកយកមកធ្វើការបើករកលុយល្អជាងបាទហើយមិត្តទាំងអស់គ្នាបាទក៏មានផ្ញើមកយើងទាំងអស់គ្នាហ្នឹងហើយស្មារតីយើងទាំងអស់គ្នាបើសិនជាមិត្តណាដែលគាត់មិនទាន់បានធ្វើការចុចខ្លាចឬក៏មិនឬក៏ follow នៅ page របស់ខ្ញុំទេគឺសូមមិត្តទាំងអស់គ្នាជួយធ្វើការ follow មកបាទ